នេះថាមកជួបជុំគ្នាណាត់គ្នាដេញគ្រូគេណែតែច្រឡំគ្រូពេទ្យសុខភាពគេមកណែនាំពីសុខភាពឯបងប្អូនយើងថ្ងៃហ្នឹងប្រាប់តាណាត់ថាម៉ោង7ជួបជុំគ្នាអត់ឃើញអ្នកណាមកអូមកហើយណោះមើលមុខឲ្យតែដឹកជោគមុខមកបងប្អូនអើយចាអរគុណហើយណាអ្នកភូមិមកហើយមកជំរាបសួរខ្ញុំខំងើបតាំងពីម៉ោង3ចាអរគុណច្រើនឥឡូវចេះយើងកុំរញ៉េរញ៉ៃណាបន្តិចទៀតពេទ្យស្ម័គ្រចិត្តគេមកណែនាំយើងអំពីសុខភាពយើងងាប់គ្នាអង្គុយរៀបជួរឲ្យបានស្អាតខ្ញុំងើបពីម៉ោង3ទៅដាស់អាកន្លែងតូបលក់ស្រាគេនឹងអត់ងើបឥឡូវដុតផ្ទះគេឆេះហើយដល់ថ្នាក់ហ្នឹងឥឡូវនេះមកយើងអង្គុយមកខាងម្នាក់ទៅអមមេភូមិចាខ្ញុំមករឿងចាក់ស្ដែងហ្មងរឿងស្អីខ្ញុំលមោះគូតមកគូតស្មានតែសមោចចូលពេលអីវែងមើលដៃនៅសសោះអូផ្លែងអីក៏ផ្លែងម៉េះអត់តែរៀបជាជួរទៅមកចំហៀងម្នាក់ទៅមែនឲ្យមកដេកមួយពេទ្យទេមែនទេទៀតគេមកឥឡូវអង្គុយឲ្យស្រួលពេទ្យគេមកបញ្យល់យើងចិត្តទេថាពួកយើងជាអ្នកចេះណែនឹងអញស្ដាប់កើតអត់ណែអង្គុយខិតតែខាងនោះទេពេទ្យគេអង្គុយកដានេះគេណែនាំយើងខិតពេទ្យមកអូចាជំរាបសួរចាពេទ្យឲ្យបែកជើងចាជើងអង្គុយសួស្ដីទាំងអស់គ្នាចាជើងអង្គុយពេទ្យបាទជំរាបសួរជំរាបសួរពេទ្យឆ្មបបាទមិនមែនឆ្មបទេបាទខ្ញុំគឺជាពេទ្យស្ម័គ្រចិត្តក្នុងភូមិទេមិនមែនពេទ្យឆ្មបទេថ្ងៃនេះខ្ញុំចង់មកក្នុងភូមិរបស់លោកពូអ្នកមីងហ្នឹងចង់បញ្យល់ពូមីងឲ្យយល់ពីបញ្ហាសុខភាពតាក់ទងទៅនឹងពុកបងប្អូនមួយចំនួនដែលស្គមស្គាំងណាដឹងមូលហេតុអីហ៎មូលហេតុចាំហ្មងខ្ញុំពេទ្យហ្នឹងឥឡូវមូលហេតុបានស្លេកស្លាំងមូលហេតុដែលពូមិនសួរឈ្មោះខ្ញុំឈ្មោះអីចាឈ្មោះអីលើកឈ្មោះអីឈ្មោះអីលើកឈ្មោះចាងវាងបើថយមកក្រោយថយមកក្រោយមកថយចូលទំនៀមលោកពូពេទ្យគាត់ឈ្មោះចាងវាងមូលហេតុដែលបងប្អូនដែលមានភាពស្លេកស្លាំងនេះបងប្អូននឹងខ្វះនៅជាតិដែកណាចាបាទអញ្ចឹងបងប្អូនត្រូវហូបអាហារណាដែលមានជាតិដែកណាដើម្បីឲ្យសុខភាពយើងល្អតែកាលណាយើងមានជាតិដែកខ្វះជាតិដែកធ្វើឲ្យយើងនឹងមានការស្លេកស្លាំងណាឈឺក្បាលបាទវិលមុខបាទញាត់ទ្រូងបាទហត់ដកដង្ហើមខ្លីស្លេកស្លាំងក្នុងតបភ្នែកស្លេកស្លាំងបាតដៃឈឺក្បាលខ្សោយកម្លាំងអញ្ចឹងបាទជាតិដែកមានសារៈសំខាន់ណាស់សម្រាប់ជួយដល់សុខភាពបងប្អូនអញ្ចឹងបងប្អូនត្រូវតែពិសាចំណីអាហារណាដែលមានសម្បូរដោយជាតិដែកទេបងប្អូនណាចុះក្បាលដូចខ្ញុំស៊ីជាតិដែកបានណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងធ្វើតាមខ្ញុំចុះឥឡូវខ្ញុំបរិយាប៉ុណ្ណឹងសិនចុះចាំមកវគ្គក្រោយខ្ញុំមកបរិយាបងប្អូនមកវគ្គទៀតបងប្អូនអរគុណចាអរគុណដល់លោកគ្រូពេទ្យតោះយើងពួកយើងអត់ដឹងអីសោះហ្មងណាតោះយើងមកវាឲ្យមានបានរសជាតិដែកហ្នឹងមកឥឡូវយើងបានឲ្យយើងទៅរកដែកមកទៅរកគាត់ទេបើប៉ុណ្ណឹងហើយមិនគ្រប់គ្រាន់ទៀតអញថែមអង្គលមួយទៀតណែចង់យកឆាអស់កដងអញអស់ណាអញស៊ីអស់ហើយឆាអស់កដងអញស៊ីអស់ហើយអញស៊ីអានោះបានតែមកច្រៀងឲ្យអញទៅជួបបាទណែឥឡូវអញទាញបានចប់ទៅហើយស៊ីអីអស់អើយខ្វះអីស៊ីតហេអីស៊ីឲ្យគ្រប់បានវាសុខភាពល្អយល់ទេនៅប្រហែលដើមទេស៊ីតិចអស់អញក្រូចបាទនិយាយកន្លែងការ៉ាពូអស់រក្រោះនោះពូបាទដល់ទៅទិញរក្រោះមួយបងយកអាដែកសុតទៅហេញ៉ាំបានស៊ីដែកហើយនៅអញឆាអស់ហើយណានោះអញគួរអញឆាអស់ហើយតន្ត្រីនេះក្រៅតន្ត្រីស៊ីជើមស៊ីអស់ហើយណែឥឡូវជៀនអាំងឲ្យយើងស៊ីធំគិតស្ងោជ្រូកម្ដងហីស្ងោជ្រូកអញស៊ីហើយអញថែមឆាក្តៅជូរអែមទៀតនោះហេអញទៅរត់តុងយ៉ាំដែកណាតុងយ៉ាំដែកហេប្រពន្ធអញកង់មើលស៊ីតែ2ពេលអស់ហេតើទៅមើលផ្ទះគេផ្សេងឯងលោកគេអត់ធ្វើដូចយើងដល់ភូមិអាណិតអ្នកភូមិយើងឲ្យស៊ីគ្រប់គ្នាដាច់ខ្លាយហើយតគ្នាគ្រូពេទ្យប្រាប់អញភ្លេចអញអត់ទៅមួយយើងទៀតអញតែគ្រប់ណាតាំងពីគេអ្នកគ្រូពេទ្យណែ
ណែនាំមកហូបទឹកត្រីទឹកស្អីមានជាតិដែកបើឃើញ អូយគាត់ណែនាំបានល្អ អាលេងឃើញទេញ៉ា និយាយពីថាសាច់ឈាមស្អាតឲ្យកម្លាំងរឹងមាំហ្មងណាដល់អីហ៎ មានបានស៊ីដែកនៅ អត់ទេ ណែចាហូបអត់បានហូបបន្តិចម្នាក់ អត់ទេធ្វើអញ្ចឹងតែនាំយកនាំគ្នាមកស៊ីដែកសឹកត្មងអី បាទ អត់ហូបដែកចាត់ងប់ យើងខ្វះជាតិដែក លបងតាស៊ីយ៉ាមើលពួកខ្ញុំណាណា ដល់ពួកខ្ញុំបានហូបជាតិដែកទេណាអត់ហូបបានហូបដែកអូគ្រូពេទ្យមកហើយលោកគ្រូពេទ្យ អូគេឆាដែក ណែចង់ដឹងបងប្អូនមិនឡូឡាមានរឿងអីគេ នេះគាត់ឲ្យហូបជាប់លោកគ្រូឯងមើល ឲ្យមកហូបដែកជាមួយពួកខ្ញុំ បាទកុំជុំឈរបាំងបាំង logo បាទបងឈរទៅខាងនោះបងទៅខាងនោះហ្មងបាទមានរឿងអីនិយាយប្រាប់ខ្ញុំមួយមើល គាត់ពួកគាត់មកដល់ជួបពួកខ្ញុំឲ្យខ្ញុំទៅហូបដែកហូបដែកណាហូបដែកមិនចា លោកគ្រូប្រាប់ថាពួកខ្ញុំខ្វះជាតិដែកឲ្យហូប អ ដែ ត់ ក ទេលោកពូខ្ញុំចង់ប្រាប់ពូថាឲ្យហូបអាហារដែលមានជាតិដែកដូចជាបន្លែផ្លែឈើស្អីអញ្ចឹងណាប៉ុន្តែមធ្យោបាយដែលល្អបំផុតដែលសម្បូរជាតិដែកនេះគឺឲ្យបងប្អូនប្រើទឹកស៊ីអ៊ីវទឹកត្រីដែលមានសារជាតិដែកបាទមានជាតិដែកទៅលើ ធ្វើម៉េចបានដឹងអាទឹកត្រីទឹកស្អ៊ីវមានជាតិដែក នេះយើងមានស្លាកសញ្ញានេះមានស្លាកសញ្ញានេះបងប្អូនឃើញទេបាទ logo គេនេះ logo អនុគណៈកម្មការជាតិរូបទន្សាយក្រហមឃើញទេនេះ logo អនុគណៈកម្មការរូបទន្សាយក្រហមនេះគឺយើងមានសារជាតិដែកនឹងហ្នឹងហើយយើងហូបទៅធ្វើឲ្យសុខភាពល្អ អូបើដឹងអញ្ចឹងយើងអត់ពិបាកខំដែកទេ យល់ទេបងប្អូនយល់ទេអញ្ចឹងយើងចូលរួមទាំងអស់គ្នាដើម្បីហូបអាហារណាដែលមានជាតិដែកដើម្បីសុខភាពយើងទាំងអស់គ្នាបាទទឹកត្រីនិងទឹកស្អ៊ីវដែលមានជាតិដែកចាំយើងទិញច្រើនបងប្អូនណាបាទសូមអរគុណដល់អនុគណៈកម្មការជាតិអង្គការរាជានិង GAN ដែលបានឧបត្ថម្ភនៅក្នុងការសម្ដែងនេះផងដែរបាទសូមអរគុណបាទ